ธรรมเนียลเตเวทิดาเนี่ยเมารูปชอมลงปอจิระบอตับสะอาดสระหลอนนะหายมาถือบอลเอาตะซองดาวจีกรมจีมวยคเนจ้องดังถาการในจีมนุษย์น้องเนี่ยก่อสร้างบอลไอ้บานการมอสะอาดให้กรมจีมวยคเนจังเนียงเตเวทิดาแต่มาพายปรามรูปนั่นก็ปรับทับปะองไอ้พวกขยมปะองมันจีเนี่ยเมียนทูเทียเตปันแต่พวกขยมปะองจีเนี่ยสามกีคเนการในสระมนุษย์นั้นพวกเยื้องไตแต่ถือบอลรีแต่เกียคเนนั่งแต่ถือไอ้บานบอลไอ้มันได้ถือแต่ไอ้ที่ปรับคเนระหูโปรกิธาอังกับเมียนลอยถือบอลแต่ไอ้มันเอากิจโจรวมจีมวยคลายการล้างวิสโบแต่ตรอกปนวิกรอยยีดให้เบอร์ถือไอ้ก็แต่ให้เกี่ยอัดจังเลยโคลนไอ้ซอกคลายการมาวิสโบแต่ยีดปนวิกรอตรอกบ่ายจังตอนละจังเลยโคลนไอ้พ้องไฮเกพ้องบานวิสโบตั้งทรอบสโบตั้งเงียดไอ้ขยมปองนั้นไตแต่ไฮปะบูลคะเนี่ยปองไอ้เปลถ้วยจิงหันประซองเปลมวยเนาะเนี่ยขยมเนี่ยลุมาขดับใหญ่เนาะปลายมวยเนี่ยขันแนบบายขดังมาดมเนี่ยเนาะนมมาดมเนี่ยเนี่ยผลัดสลักนาวมวยพวกยังรวมគ្នាตั้งจังเนี่ยคลาบานปลายเนี่ยคลาบานลุเนี่ยคลาบานมาหอบเนี่ยคลาบานใบเนี่ยคลาบานนมยมมาซ้อมยมมาก้มจุ่มគ្នាទៅកើតទៅជាបនធំยังពួកខ្ញុំបងធ្វើបនសាមគ្គីគ្នាតែអញ្ចឹងរហូតបានជាពួកយើងស្លាប់មកកើតក្នុងឋានទេវលោកនឹងជុំគ្នាទាំងអស់គ្នាអត់មានណាវិលទៅជើង4កតុយមួយទេបើមកកើតជាទេវតាទាំងអស់ហើយបើពួកយើងចោះទៅកើតជាមនុស្សទៅទាំងអស់គ្នាវិញហើយបើពួកយើងតន់សាសនាព្រះសិអាមេត្រីតន់ទាំងអស់គ្នាអត់មានណាបែកផ្លូវទៅនរកប្រែតតែឯងទេអញ្ចឹងហើយបានជាពួកយើងនឹងមកកើតជុំគ្នានឹងមកពីសាមគ្គីបានព្រះមហាមុគលានឃើញថាយីអស់ចាកម្លាំងសាមគ្គីដឹកនាំមនុស្សឲ្យធ្វើល្អឲ្យបានជុំគ្នាឥឡូវគេកើតឋានសួគ៌ហើយបើគេជួបព្រះសិអាមេត្រីក៏ល្អដែរណាញោមចឹងលើកឡើងមកញោមញាតិក៏សាមគ្គីដូចគ្នាចឹងដែរនេះកម្លាំងសាមគ្គីដែលនាំឲ្យកើតមកជាបុណ្យកុសលហើយការធ្វើបុណ្យបែបនេះវិសាខាជាអ្នកមេធំហើយនៅក្នុងការដឹកនាំវិសាខាខ្លួនឯងកើតមកជាសេដ្ឋីនឹកឃើញដល់មិត្តភ័ក្តិដែលកើតមកដែរប៉ុន្តែគាត់បានមកធ្វើបុណ្យមិត្តភ័ក្តិអត់ដែលបានមកធ្វើបុណ្យសោះវិសាខាសង្វេគនឹកឃើញមិត្តភ័ក្តិថាឥឡូវជាតិនឹងគ្នាកើតជាមនុស្សមានទ្រព្យសម្បត្តិប៉ុន្តែគ្នាអត់ដឹងធម៌អត់យល់តែបន្តិចទៀតគ្នាស្លាប់ទៅវិញមកក៏ទៅនរកប្រែតឬក៏ទៅកើតជាអ្នកក្រជាសត្វទេរឆានអីក៏ថាបានបើអញ្ចឹងអាណិតមិត្តភ័ក្តិជួយប្រមូលមិត្តភ័ក្តិវិសាខាធ្វើបុណ្យដើរហៅមិត្តភ័ក្តិឲ្យចូលរួមជាមួយប៉ុន្តែអ្នកខ្លះគេមកចូលរួមជាមួយអ្នកខ្លះគេមិនទេដល់ពេលទៅហៅមិត្តភ័ក្តិមកក្រុមនោះដែលគេមិនដែលយករួមបុណ្យជាមិត្តទេគេយកតែកន្លែងសបាយកន្លែងហូបចុកគ្រឿងសុបឹងក៏ក្រឹកក្រែងនឹងសបាយគេមិនដែលមកបុណ្យសោះវិសាខាសង្វេគនៅមកក្រុមនេះតែមិនមកទេតិចទៀតស្លាប់ទៅវិញអស់មកក៏ទៅនរកប្រែដែរអញទៅហៅឲ្យបានអញ្ជើញមកចូលរួមបុណ្យអញ្ចឹងធ្វើពិធីអញ្ជើញមកបុណ្យឯនោះវាតល់ច្រកដល់ឲ្យមិត្តភ័ក្តិហៅឲ្យក៏មកប៉ុន្តែតាមពិតល្បិចចង់ហៅមកស្ដាប់លោកទេសតាបើដល់មកទៅដល់ពេលបុណ្យមកស្ដាប់លោកទេសដាក់មិត្តភ័ក្តិនឹងអង្គុយពីមុខលោកពួកនឹងមិនមែនមករត់ធေါ်អីសៀតចកេះដាក់ដបម្នាក់មួយមកហ្នឹងលោកទេសទេតោះយើងខ្លែមពីមុខលោកនឹងឯងចាក់ខ្លែមចុះខ្លែមឡើងយាយនៅក្បែរហ្នឹងងាកចេញទៅមកមួយងាកទៅកើតមួយងាកទៅលិចអ្នកខ្លះអង្គចេញអ្នកខ្លះខ្ទប់មាត់អ្នកខ្លះខ្ទប់ជាមកមិនស្ដីរោហើយមិនទៅងាកមើលទីគេកអង្គចេញអស់ទៀតយូរវាទៅជាអន់មិនមកធ្វើរឹកដូចលយដែរតែពួកម៉ាក់សិទ្ធិស្រាប់ឥឡូវអ្នករោងបនគេមិននឹងស្ដីរោឯងគេខ្ពើមឯងមិនទាំងមើលមុខគេខ្ទប់មាត់គិតចុះគិតឡើងអញអន់ថោកមកពីអីចេះគិតចុះគិតឡើងមកពីអាដបនឹងតែហ្មងហ្នឹងបើឯងចូលក្នុងចំណោមកុំយកដបនឹងមករៀបរឹកធ្វើឲ្យដូចគេដូចឯងមិនទៅស្អីប៉ុន្តែឯងធ្វើខុសគេអញ្ចឹងឥឡូវមើលគេស្អប់ឯងគេខ្ពើមឯងទៅជាថោកជាងគេវិញខ្សឹបគ្នាយកដបគាត់ចោលយកដបគាត់ចោលខ្សឹបគ្នាយកដបនឹងគាត់ចោលអស់មករៀបរឹករៀបអីអង្គុយក្បែរគេធ្វើធម្មតាទៅទោះបីក្នុងចិត្តមិនធម្មតាក៏រៀបខាងក្រៅធ្វើឲ្យគេមើលមកសមរម្យតិចសិនដល់តែយូរទៅស្ដាប់ទៅវាចូលបានមួយម៉ាត់ពីរវាក្រអត់ដែរណែចឹងក្រោយបានភ្ញាក់ខ្លួនថាអូវិសាខាឆ្លាតដឹកនាំមិត្តភ័ក្តិកុំឲ្យទៅនរកប្រែតដោយកម្លាំងសាមគ្គីចឹងញោមញាតិនឹងក៏ចឹងដែរមានអ្នកខ្លះគេទៅបបួលទៅអូខេចូលចិត្តខ្ញុំចិត្តខ្លះខ្ញុំទៅអ្នកខ្លះគេទៅបបួលទៅស្ដីឲ្យទៅបន្ទូធ្វើបន់អីលោកសម័យឥឡូវអញចង់ធ្វើអីទេចង់ធ្វើសម័យព្រះទៅលោកទៅស្លាប់ទៅកើតជាប្រែតក្នុងសម័យនេះគ្មានលោកណាធ្វើបន់ទៀតទេមានតែចាំទទួលឆាន់យ៉ាងណាពេលសម័យព្រះបដ ாய் ទៅណាបើចឹងហើយគេអ្នកមកធ្វើបន់រហូតដល់គោត្រាក់ភូសងពុទ្ធថានៅតែបានបន់ដែរគោត្រាក់ភូសងគ្រាន់តែយកចតីមកសិបតិចយកកណាត់ក្រហមមកចងកដៃសម្គាល់ថាប្រសងណានៅតែគោរពនៅតែធ្វើបន់កើតក្នុងចិត្តនៅតែបានបន់ណាដែលហើយឯងមកប៉ុណ្ណេះហើយអញលែងចង់ធ្វើបន់អញលែងចេះថាលោកឥឡូវឃើញតែសឹកឲ្យបថគ្នាសោះហើយយកលោកប៊ូហើយលោកសឹកទៅវាជារឿងរបស់លោកសឹកទៅក៏ដល់កុំឲ្យតែលោកនឹងប្រព្រឹត្តអំពើអាក្រក់ដើម្បីទៅនរកប្រែតឬក៏ថាទៅប្រព្រឹត្តព្រហ្មទណ្ឌបើថានៅតែធ្វើល្អជាមនុស្សនៅតែគោរពដែរហ្នឹងហើយដូច្នេះទៅគេចេះតែបបួលហៅមកដើម្បីឲ្យយើងបានផ្លូវល្អដោយវិសាខាអញ្ចឹងញោមបានអាត្មាថាគេបបួលកំឲ្យខានគេបានកុំឲ្យស្ដាយអនាថបណ្ឌកសេដ្ឋីជាសេដ្ឋីអ្នកមានប៉ុន្តែឃើញកូនសងៃវាខូចអ្នកខ្លះម៉ែឪអ្នកត្រឹមត្រូវឪរៀនដល់បណ្ឌិតឪជាអាយដាមជាអុកញ៉ាម្ដាយជាលោកជំទាវជាប្រធានក្រុមហ៊ុនជាប្រធានអង្គការប៉ុន្តែកូនខ្លះ
កើតមកអត់តន់ចេះរលុយទេចាយទៅលុយម៉ែលុយឪប៉ុន្តែរឹកធំជាងម៉ែឪទៀតអត់តន់ភ្ញាក់ខ្លួនថាខ្លួនឯងអត់តន់ចេះរលុយខ្លួនឯងទេចាយលុយម៉ែទេប៉ុន្តែធ្វើរឹកដូរម៉ូតឡានដូរម៉ូតម៉ូតូដូរម៉ូតខោអាវស្បែកជើងហឺហាដល់សម្ញែងបច្ចាយតាមពិតម៉ែឪនោះរិះថាំស្បែកជើងមួយគូពាក់2 3ឆ្នាំឯងកូនមួយឆ្នាំ2 3គូហើយម៉ែឪនោះខោអាវមួយកផ្លេមួយឆ្នាំ2ឆ្នាំឯងមួយឆ្នាំ2 3កផ្លេហើយដូច្នេះទៅដើរទៅជួនកាលមិនចូលសាលាទៅខ្សែគប់បងធំបងតូចខូចគេឈ្មោះខូចអនាគតធ្លាក់កិត្តិយសម៉ែកិត្តិយសឪក៏មានទៀតម៉ែឪខ្លះបដោយកូនជ្រុលមែនតែនទៅដល់ទៅទាញលែងបានដោយសារស្រឡាញ់កូនពេកមិនហ៊ានកែមិនហ៊ានអប់រំចិត្តតែតម្រើសកូនដល់តែកូនខូចជ្រុលមែនតែនកែលែងបានទឹកភ្នែកស្ដាយក្រោយត្មងអាណាថាបណ្ឌកសិទ្ធិឃើញកូនបែបមិនស្រួលទេកូនអញទៅដើរខ្សែគប់ជាមួយអ្នកខលអ្នកខូចហើយបើអញ្ចឹងទាញកូនឲ្យមកស្ដាប់ធម៌វាមិនមកហៅមកធ្វើបន់មិនមកដាក់បច្ចេកទេសជួលកូនហ្មងអាណាថាបណ្ឌកសិទ្ធិជួលកូនឲ្យមកស្ដាប់ធម៌កូននោះលឺថាជួលឲ្យលុយចេះទៅស្ដាប់ទៅយកលុយលោកទេទៅអញមិនបាច់ចាំស្ដាប់លោកអញមកដើម្បីយកប្រាក់ខែមកទៅល្ងាចទៅដល់បាក់ប្រាក់ខែថ្លៃទៅអត់ធម៌បានលុយរាល់ថ្ងៃហើយសេដ្ឋីនឹងអត់ចិនណាយទេអត់ធុញគិតតែជួលកូនរហូតដល់ជួលឲ្យទៅស្ដាប់ធម៌ថ្ងៃក្រោយទៀតនិយាយលេងជាមួយកូនថាតែស្ដាប់ធម៌ហ្នឹងដែលចាំអីមួយម៉ាត់ទេគ្មានចាំអីផងឥឡូវអញ្ចេះកូនឯងស្ដាប់ឲ្យចាំបានតែមកគាថាមកពុកថែមលុយឲ្យឧបមាថាមួយថ្ងៃឲ្យ100ឥឡូវថ្ងៃហ្នឹងបើថាចាំតែមកគាថាឲ្យ1000ហ្មងកូនលឺដូចច្រើនមែនទេឪមែនណាស្ដាប់ឲ្យចាំតែមកគាថាមកឲ្យ1000ស្អែកហ្នឹងបាន1000អញស្ដាប់ឲ្យចាំមកគាថាមកដល់អង្គុយពុកមើលមុខលោកទេហើយស្ដាប់ឲ្យចាំមួយសិនលោកថាអញ្ចឹងឯងអញចាំបាត់ហើយប៉ុណ្ណឹងចាំបាត់ហើយលេងគិតប៉ុណ្ណឹងបានហើយល្ងាចបាន1000ដល់ទៅដល់ផ្ទះវិញទៅបើកលុយមក1000មកស្ដាប់ចាំហើយឯងមើលសោតមកមើលហើយលោកថាមិនទេមិនថាមិនត្រូវលោកថាក៏ស្រួលដែរអញថាមិនត្រូវសោះអីឪថាមិនកើតទេអត់ចាំទេអត់ចាំមិនអញ្ចឹង1000ហ្នឹងអត់បានទេចាំស្ដាប់ឲ្យចាំបានកូនថាអញស្ដាប់ទៅស្រួលដល់ពេលមកនិយាយខ្លួនឯងនិយាយមិនចាញ់សោះថ្ងៃនេះមកមួយជើងទៀតស្ដាប់ឲ្យតលចាំតែហ្មងពិនិត្យបច្ច័យស្ដាប់ចាំស្រាប់តែភ្ញាក់ខ្លួនព្រឹតធေါ်វាចូលក្នុងខ្លួនទៅវាឲ្យជ្រាបសពសាច់វាជ្រាបក្នុងបញ្ញាញៀនត្រាស់ដូចត្រាស់ដឹងអញ្ចឹងណាញោមជ្រាបដឹងព្រឹកថាអញខ្វះអីរាល់ថ្ងៃអញកូនសេដ្ឋីដីមានផ្ទះមានលុយមានចាយស្អីក៏មានទាំងអស់អញខ្វះអីអញខ្វះគុណធម៌តើឪសម្លឹងឃើញតែអញខ្វះគុណធម៌តើបើអញមានគុណធម៌ជាមនុស្សល្អជាកូនល្អមួយទៀតអញគ្រប់ទឹកតែហ្មងអញ្ចឹងឪឃើញអញខ្វះគុណធម៌ទ្រព្យសម្បត្តិមានលុយមានហើយប៉ុន្តែសិលធម៌គុណធម៌វាអត់ទាន់មានអញ្ចឹងអញសុខចិត្តណែមានគុណធម៌មួយទៀតបានអញធ្វើសេដ្ឋីបានអញគ្រប់គ្រងទ្រព្យសម្បត្តិបានបើអញគ្មានគុណធម៌ទេអញមកទៅបំផ្លាញទ្រព្យសម្បត្តិឪរំលាយភាពល្បីល្បាញរបស់ឪហើយបើដូច្នេះឪចង់ឲ្យអញមានគុណធម៌ថាយល់ជ្រះថ្លាឪពុកល្អណាស់ចង់ឲ្យកូនខ្លាចជាកូនល្អក្នុងសង្គមយល់ដល់មកដល់ផ្ទះវិញមិនទៅទានលុយប្រាក់ខែទេទៅថ្វាយអង្គមឪសុំផ្អាករឿងលុយទាំងអស់លែងយកស្ដាប់ចាំឲ្យមកគេថាឲ្យយល់ធម៌ហើយប៉ុន្តែលែងទានលុយហ្នឹងគឺយល់ពីបំណងឪអរគុណហើយអរគុណឪពុកហើយដែលបានធ្វើឲ្យកូនភ្លឺអញ្ចឹងញោមមើលឃើញដែរអញ្ចឹងបានធ្វើឲ្យកូនភ្លឺបានជ្រះថ្លាល្អណាស់អញ្ចឹងបានញោមញាតិជាគំរូមួយដែរញោមណាគេថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយឪពុកបាត់ទៅប៉ុន្តែគេឈ្មោះម្ដាយឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3តពាំងស្នងអាស័យប៉ុន្តែតតែអាស័យជួយការពារតពាំងផងព្រោះតពាំងឥឡូវនេះស្លឆ្ងាញ់ណាស់បើអាស័យមិនជួយការពារទេគេកាច់តពាំងនឹងស្លបង្ហើយគ្មានបានស្នងអាស័យទេយ៉ាងណាមិញតពាំងខ្លះវាមិនដោះក្នុងគុំអាស័យទេវាចេះតែដោះបង្អួតចេញមកខាងក្រៅបង្អួតរៀងហើយដល់គេឃើញលេបទឹកមាត់តែហ្មងអាចតែដោះចេញមកក្រៅគុំអាស័យគេកាច់ស្លតែហ្មងយ៉ាងណាមិញកូនយើងអញ្ចឹងដែរដូចតពាំងដែរមិនសូវជានៅក្នុងមលុបម៉ែឪប្រមាណទេច្រើនតែចេញខ្សែគប់បងធំបងតូចមិត្តភក្តិអានឹងដោះបែកគុំអាស័យទៅហើយបើមិនជួយការពារទេគេកាច់ស្លបាត់ហើយអត់បានស្នងអាស័យទេអញ្ចឹងទៀមទាឲ្យម៉ែឪនឹងថែអាសាតពាំងផងជួនកាលយើងខ្លួនយើងនឹងស្លាប់ទៅកើតជាប្រែតទៅកូនអត់ចេះធ្វើបន់ឲ្យទេដូចលបើកប្រែតដែលគេតែងទៅសូត្រទៅ2 3ថ្ងៃទៀតនឹងលឺទៀតណាញោមលបើកប្រែតនឹងស្ដាប់ដីមែនតែនទៅអាពុកនឹងកើតជាប្រែតបបប្រហែតមកពីរស់ស៊ីអញ្ចឹងកូនភ្លេចធ្វើបន់ដែរធ្វើបាបធ្វើអីមិនដែរឲ្យតែបានលុយយកមកឲ្យកូនដល់ខ្លួនទៅកើតជាប្រែតមករកកូនវិញកូនគេអត់ខ្វល់ឲ្យដើរយំពីវត្តមួយទៅវត្តមួយរកកូនគេអត់ចេះធ្វើបន់ឲ្យអញ្ចឹងមកពីណាមកពីយើងមិនបានបង្រៀនកូនឲ្យចេះធ្វើបន់អញ្ចឹងដូចអញ្ចឹងលោករឹសបន់ឲ្យចង់ថ្ងៃអាទិត្យដើម្បីឲ្យញោមញាតិមកកូនអមចៅមកបរៀនធ្វើបន់អត់ពីយើងទៅមានកូនយើងអ្នកថែរក្សាពូជពងខ្មែរសម័យអង្គរតទៀតណាញោមណានឹងប្របីណាស់នឹងឯតពាំងស្នងអាស័យវិសាខាមិនត្រឹមតែប៉ុណ្្នឹងទេវិសាខាដឹកនាំដល់ឪពុកក្មេកដល់ក្រុមគ្រួសារឪពុកក្មេកដឹកនាំដល់មនុស្សទូទៅនិយាយដោយខ្លីដឹកនាំយើងរាល់ថ្ងៃធ្វើបុណ្យហ្នឹងប្រវត្តិពីដើមឡើយមកនាងនៅក្មេងអាយុ6 7ឆ្នាំឯងជីតាផ្ដាំថាចៅស្រីឃើញសាមណៈនោះមកសាមណៈដ៏ធំជាងគេនោះបើសិនជាចៅចូលទៅថ្វាយអង្គមទៅខ្សែគប់ជាមួយលោកនោះចៅនឹងខ្លាយទៅជាមហាសេដ្ឋីនឹងខ្លាយទៅជាអ្នកល្បីក្នុងពេលអនាគតល្បីខ្លាំងណាស់
ល្បីរាប់ពាន់ឆ្នាំចៅនឹងខ្លាយទៅជាអ្នកអស្ចារ្យគេយកគំរូតាមចៅនឹងខ្លាយទៅជាអ្នកមានដ៏ស្ដុកស្ដំជាអ្នកល្បីវិសាខាលើពាក្យតាអញ្ចឹងចាំតាមតាសាមណៈធំនឹងណាដល់តែយើងព្រះនឹងដំងជាមួយភិក្ខុសំធំជាងគេគឺព្រះវិសាខាចូលទៅតាំងអាយុ7ឆ្នាំ6-7ឆ្នាំចូលទៅថ្វាយអង្គមព្រះស្ដាប់ធម៌សែកគប់ជាមួយព្រះថ្វាយខ្លួនជាឧបាសិកាជាកូនចៅព្រះតាំងពីពេលនោះញោមមកទីបំផុតវិសាខាស្ដាប់ធម៌បានសម្រេចសោតតាតាំងពីក្មេងហើយទោះបីជាសេដ្ឋីបើកការដ្ឋានចំគោបើកកសិដ្ឋានចំគោលក់ទឹកដោះរាប់ម៉ឺនរាប់សែនគោវិសាខាខ្លាចជាអ្នកល្បីរហូតមកដល់ឥឡូវនេះនៅតែល្បីលោកអង្គណាទេក៏និយាយដើមទៅវិសាខារហូតរាប់ពាន់ឆ្នាំនៅតែល្បីជាមហាសេដ្ឋីដ៏ប្រកែកណាសេដ្ឋីដទៃមានដែរស្លាប់ទៅបាត់សូន្យឈ្មោះគេមិនទុកគេលុបចោលបាត់ទេគេមិនទុកក្នុងអារម្មណ៍រីឯវិសាខាស្លាប់ទៅហើយនៅតែគេរក្សាគេឈ្មោះទល់ថ្ងៃហ្នឹងល្បីដូចជាតាថាមែនវិសាខាល្បីខ្លាំងណាស់ជាអ្នកមានខ្លាំងណាស់ជាអ្នកដឹកនាំសាសនាញោមហើយពេលរៀបការដល់គ្រប់អាយុត្រូវរៀបការត្រូវមានប្តីគេឲ្យប្តីគេឲ្យទៅខាងតកូលដែលមិនចេះធ្វើបុណ្យតកូលនោះមិនដែលចេះធ្វើបុណ្យសន្តានសោះពេលវិសាខាទៅនៅក្នុងតកូលនោះបានដឹងខ្លួនសម្រាប់សោតតាចេះធ្វើបុណ្យតាំងពីក្មេងឥឡូវមានប្តីមកនៅខាងតកូលអត់ចេះធ្វើបុណ្យវាទាស់គ្នាបាត់ហើយអាប្តីមិនធ្វើបុណ្យប្រពន្ធធ្វើបុណ្យអាឪក្មេងមិនធ្វើបុណ្យឯងធ្វើបុណ្យតែធ្វើឆ្លោះគ្នាបើអញ្ចឹងវិសាខាជាក្មេងស្រីតូចច្រឡឹងហ្នឹងទៅអូសទាញមកពូជនឹងឲ្យតលបាននាងអូសទាញរបៀបណាចាប់ផ្ដើមលោកមកបិណ្ឌបាតឪពុកនឹងអង្គុយហូបបាយនឹងមិនដែលចេះមើលលោកដាក់បាតលោកឯវិសាខាទៅឈរពាក់កដាលផ្លូវលោកពាក់កដាលឪក្មេងស្រែកប្រាប់លោកតែគុណម្ចាស់អើយអត់តន់ទេឪពុកខ្ញុំអាឡ័យបរិភោគគេចាស់លោកម្ចាស់អើយទៅកន្លែងផ្សេងទៀតចោះអត់តន់ទេឪពុកខ្ញុំព្រះអង្គអាឡ័យបរិភោគអាហារចាស់លោកម្ចាស់អើយឪពុកខ្ញុំព្រះអង្គអាឡ័យបរិភោគអាហារចាស់អត់តន់ទេទៅកន្លែងផ្សេងចោះអាហារចាស់នឹងស្អីគេអាហារហូបមិនអានឹងអាហារថ្មីទៅចូលទៅអាហារចាស់ហូបពីម្សិលមិញចេញមកវិញអានឹងអាហារចាស់អញ្ចឹងអាហារចាស់ហ្នឹងស្អីគេអានោះមកអាហារចាស់ហ្នឹងអានោះអាហូបទៅពីម្សិលមិញម្សិលថ្ងៃចេញមកវិញអានោះហើយអាហារចាស់ពាក្យហ្នឹងគេថាអាហារចាស់ហ្នឹងបើនិយាយចំអានោះមកហើយដល់ថាអញ្ចឹងទៅឪហ្នឹងខឹងហ្មងលុបដៃដកដៃចេញពីចានកូននេះប្រទេសប្រដាថាឲ្យហូបអាហារចាស់មានន័យថាហូបលាមកខឹងហ្មងដេញកូនចង្រៃមកថាអញហូបអាហារចាស់ដេញទៅផ្ទះវិញវិសាខាតាំងកាលមកនៅគ្រួសារខាងប្តីឪពុកផ្ដាំថាបើមានរឿងអីឆ្លោះទាស់តែងមុននឹងប្តីឲ្យកដុំ2ទាំង6នាក់មកជំរះសិននោះថាកដុំ2មកជំរះកដុំ2មកបន្ទោសសួរនាងឲ្យមិនក៏ហ៊ានថាឲ្យហូបអាហារចាស់ហូបអាអីទីនោះអញ្ចឹងអញ្ចឹងនាងឆ្លើយថាខ្ញុំព្រះអង្គចង់ថាអញ្ចេះទេខ្ញុំម្ចាស់ចង់ថាអញ្ចេះយើងកើតមកជាសេដ្ឋីជាអ្នកមានប្រជាជនទាំងអស់គេមិនមែនចង់ក្រទេអ្នកណាក៏គេចង់មានដែរប៉ុន្តែវាមិនមានដូចយើងដោយសារគេខ្វះបុណ្យហើយកុំបន្ទោសថាគេខ្ជិលមិនប្រឹងធ្វើការអ្នកខ្លះតាំងពីព្រលឹមទល់ព្រលប់បែកញើសហូរញើសបានតែមករស់ទេបានតែមកដោះខ្លួនរស់ទេអត់បានធ្វើអ្នកមានដូចយើងទេអញ្ចឹងយើងបានជាសេដ្ឋីបានជាអ្នកមានអ្វីគ្រប់យ៉ាងនេះមិនមែនត្រឹមតែការប្រាំងបច្ចុប្បន្ននេះបុណ្យចាស់របស់យើងឲ្យផលមកហើយឥឡូវហ្នឹងយើងអត់មានធ្វើបុណ្យថ្មីទេរាល់ថ្ងៃហូបតែបុណ្យចាស់ហ្នឹងជាមើលតែអស់បុណ្យចាស់ហ្នឹងវិលទៅអ្នកក្រលហាមឬក៏ទៅនរកប្រែតទៅដេរិឆានវិញហើយឪពុកហ្នឹងមិនដែលធ្វើបុណ្យថ្មីសោះបានជាខ្ញុំថាឪពុកហ្នឹងហូបគេចាស់គឺហូបតែបុណ្យចាស់ទេក្នុងពីថាត្រូវអត់ខុសនាងថាត្រូវតាឪហ្នឹងទោះបីត្រូវក៏អញមកនៅផ្ទះហ្នឹងដែរកូនអីស្រីចុះដីយុបលុបគេសួរទៀតហើយមិនក៏នាងជាស្រីចុះដីយុបលុបអញ្ចឹងវិសាខាតាមមុខរបរយើងចាំគោកបីសេះប្រពេរាប់រយពាន់ម៉ឺនវាប្រសោតបត់វាសម្រាលកូនដេកតាណាកិនសាច់កិនកូនកិនចៅដូច្នេះយើងត្រូវចុះទៅថែទាំទ្រព្យសម្បត្តិជាភារកិច្ចរបស់មនុស្សជាស្ត្រីម្ចាស់ផ្ទះមានភារៈថែទាំទ្រព្យសម្បត្តិបើយើងមិនចុះទៅមើលហាន់ហើយទ្រព្យសម្បត្តិណាអ្នកខាតគឺយើងអ្នកខាតក្នុងពីថាត្រូវទៀតមានថាត្រូវឪពុកទៅថាទោះបីត្រូវចឹងក៏អញមិនឲ្យនៅដែរទៅផ្ទះវិញទៅអង្កាលវាមកហ្នឹងមិនដឹងខ្សឹបខ្សៀវអីទេជាមួយឪវាមានពាក្យពេចសម្ងាត់អីទេអញមិនដឹងក៏ដំពីសួរថាហើយមិនមានពាក្យសម្ងាត់អីខ្សឹបខ្សៀវគ្នារឿងអីពិសាខាថាអត់មានពាក្យសម្ងាត់ខ្សឹបខ្សៀវអីទេគឺឪពុកហ្នឹងផ្ដាំថាឲ្យកូនទៅនៅជាមួយឪពុកក្មេកហ្នឹងពង្រើឪពុកក្មេកថែអាសាភ្លើងក្នុងកុំឲ្យនាំចេញក្រៅកុំឲ្យនាំភ្លើងក្រៅមកដុតខាងក្នុងមានន័យថាកុំនាំរឿងចូលផ្ទះទូកំហុសក្នុងផ្ទះកុំយកទៅនិយាយប្រាប់អ្នកដទៃឪពុកក្មេកខុសអ្មេចក៏ដោយលាក់បាំងកុំទៅប្រាប់ហើយកុំនាំរឿងពីក្រៅយកមកប្រាប់ខាងក្នុងអារឿងប្រាប់ខាងក្នុងហ្នឹងបែកគ្នាអស់ញយហើយប្រាប់ទៅឆ្លោះគ្នាទៅរត់សួរមាត់សួរកតាមវាយគ្នាតាមកាប់គ្នាតាមបាញ់គ្នាដល់ពេលមានទោសជាប់គុកបែកបាក់ព្រាត់ប្រាសគ្នាអញ្ចឹងមកពីអានាំភ្លើងទៅភ្លើងមកនាំចំនួនហើយមួយទៀតឲ្យទៀនដល់បកុលគួរឲ្យមិនឲ្យដល់បកុលមិនគួរឲ្យនឹងឲ្យដល់បកុលគួរឲ្យខ្លះមិនគួរឲ្យខ្លះមានន័យថាកុំចេះតែបរិច្ចាគព្រោះអ្នកខ្លះខ្ចីយើងខ្ចីមកអាយុមិនដែលសងទេឲ្យមិនចេះគ្រប់ពួកពីលអសបបរោះកុំថាឡើយទ្របលើកផែនដីឲ្យក៏វាមិនឆ្អែតដែរបើអញ្ចឹងណាខ្ចីមិនដែលទុំទេកាត់
បថយលែងឲ្យខ្ចីហើយអ្នកណាដែលគួរសង្គ្រោះគួរឲ្យទៅគេឲ្យយើងវិញពឹងគ្នាម្ដងម្នាក់អានឹងយើងគួរឲ្យចោះហើយអ្នកខ្លះទៀតយើងឲ្យមិនបាច់គិតប្រយោជន៍ពីគ្នាទេដោយអ្នកពិការពរាយាយតាចាស់ចាស់យើងគួរឲ្យទៅហើយមួយទៀតបរិភោគឲ្យល្អបរិភោគឲ្យស្រួលអង្គុយឲ្យស្រួលដេកឲ្យស្រួលមានន័យថាមុននឹងដេកខ្លួនឯងសុខសប្បាយមើលម៉ែក្មេកមើលឪក្មេកផងគាត់បានសម្រានហើយនៅមុននឹងឆ្ងាញ់មាត់ខ្លួនឯងជាមួយប្តីមើលម៉ែឪផងគាត់បានអីហូបទៅនៅម៉ែឪក្មេកនោះសុខភាពគាត់ល្អដែរទេអង្គុយតាណាមើលប្តីឃើញមើលម៉ែឪក៏ឃើញហើយមើលទៅថែរក្សាភ្នក់ភ្លើងលើផ្ទះថែរក្សាទេវតាលើផ្ទះម៉ែឪក្មេកនឹងដូចទេវតានៅលើផ្ទះដូចភ្នក់ភ្លើងលើផ្ទះដែរបើថែមិនស្រួលភ្លើងឆេះផ្ទះវាលាយទ្រព្យសម្បត្តិអញ្ចឹងបើធ្វើឲ្យម៉ែឪក្មេកនឹងខឹងក្តៅក្រហាយក៏រស់ស៊ីអត់មានដូចភ្លើងឆេះផ្ទះដែរបើអញ្ចឹងថែរក្សាម៉ែឪក្មេកថែរក្សាភ្នក់ភ្លើងកុំឲ្យឆេះផ្ទះហើយភ្នក់ភ្លើងមានប្រយោជន៍ឲ្យថែរក្សាទេវតាឲ្យថែរក្សាឲ្យសុខសប្បាយនាងបកស្រាយប៉ុណ្ណេះគ្មានពេលបកស្រាយវិញទេប៉ុណ្ណឹងបានទេខ្ញុំសូមថ្វាយអង្គមជម្រាបលាលោកឪពុកទៅផ្ទះខ្ញុំវិញហើយប្រាប់ថាពុកគាត់ហេកុំទៅកូនល្អណាស់កូនមិនអាចទៅបានទេពួកលឿងនិយាយមិញមកទៅសុទ្ធតែមកពង្រើឪស្ដាប់មើលទៅល្អទាំងអស់ហើយបានកូនល្អប៉ុណ្ណឹងហើយកូនទៅចោលឪពុកនៅកាត់អត់កើតទេកូនកុំទៅមិនបានទេពូជខ្ញុំពូជធ្វើបុណ្យពូជខ្ញុំពូជធ្វើទានពូជស្ដាប់ធម៌ឲ្យខ្ញុំមកនៅជាមួយតែកូនមិនចេះធ្វើបុណ្យមិនចេះធ្វើទានខ្ញុំមិននៅទេខ្ញុំទៅនៅជាមួយឪខ្ញុំវិញចេះធ្វើបុណ្យហេកូនកុំទៅកូននៅនឹងឯងកូនចង់ធ្វើបុណ្យកូនធ្វើចុះកូនធ្វើចុះកូនចង់ធ្វើទានកូនធ្វើចុះមែនណាមែនកូនធ្វើចុះឲ្យតែកូននៅនឹងកូនធ្វើចុះលើតែថាប៉ុណ្ណឹងវិសាខាទៅវត្តនិមន្តលោកឲ្យទាំងអស់មានប្រមាណនិមន្តមកផ្ទះនិយាយពីឪពុកសំបីតែមួយអង្គមិនដែលប្រគិនផងស្រាប់តែមុនមកឡើងក្រហមផ្អឹសពេញដីផ្ទះហើយអញលាយឲ្យទ្រព្យសម្បត្តិលេងសល់ហើយពេលនេះកូនអញលេងមកម៉ូតហ្នឹងឥឡូវអញប្រកែកក៏មិនកាត់ជ្រុលខ្លួនថាដែរហើយបើអញ្ចឹងជ្រុលខ្លួនថាហើយកូនធ្វើទៅបើអញខ្ចីទៅមើលលោកអស់ហ្នឹងទេអញចូលក្នុងផ្ទះបាំងវាងនៅចិត្តបាត់ព្រៀបអត់ប្អួយចូលទៅពួនហើយព្រះមកដែរព្រះអង្គសំដែងធម៌មនុស្សមកក៏ក្រឹបគេស្ដាប់ធម៌ថ្វាយទៀនហ្នឹងណាគេស្ដាប់ធម៌អូយឲ្យក៏ក្រឹបញោមមកដល់ពេលគេថ្វាយទៀនគេស្ដាប់ធម៌ទៅឪពុកហ្នឹងមិនហ៊ានចេញមកមើលប៉ុន្តែវាលឺសំឡេងធម៌ចូលទៅជាចេះតែលឺល្វើយទៅស្ដាប់យល់នៅតែប្រហែលឆ្នាំទៀតស្លាប់ហើយទ្រព្យសម្បត្តិរបស់របរយើងមានបន្តិចទៀតវាទៅម្ចាស់ថ្មីទាំងអស់ឥឡូវហ្នឹងជៀនយើងខ្សែកយើងខ្សែដៃយើងនាឡិកាយើងមាសយើងញោមចាំមើលទៅ100ឆ្នាំទៀតខ្សែកយើងទៅតោមកអ្នកផ្សេងជៀនយើងទៅនៅដៃអ្នកផ្សេងនាឡិកាយើងកវលយើងទៅនៅតិចអ្នកផ្សេងទាំងអស់អញ្ចឹងតិចទៀតទៅជារបស់គេអស់ខ្លួនយើងទៅជាដីទឹកភ្លើងខ្យល់អាចារ្យភ្លុកដុតឯនៅខ្ទេចនៅសល់តែឆ្អិនមកកញ្ចប់គិតទៅសពមើលទៅអញនៅតែប្រហែលឆ្នាំទៀតស្លាប់ហើយទ្រព្យសម្បត្តិយកទៅមិនបានកើតជាមនុស្សដោយសារមានបនតអត់បនអត់បានកើតជាមនុស្សតែដូចកាន់តែចូលទៅជាអ្វីខាត់មកចិត្តតិចខាត់មកចិត្តទៅស្ដាប់ចូលទៅហើយដោយសារបនកើតជាមនុស្សហើយជាសេដ្ឋីទៀតហើយបើអត់បនកុំថាឡើយមនុស្សតែមនុស្សមិនបានកើតផងកុំថាឡើយសេដ្ឋីបើអញ្ចឹងស្ដាប់យូរជ្រះថ្លាមែនទែនអញទោះបីរិះថាំកំណាញ់ហួសគេវាគ្មានជាងគេហើយមិនដែលធ្វើបនអ្នកដែលគេធ្វើបនក៏គេមិនដែលក្រគេស្រឡាញ់រាប់អានគេរស់នៅដោយភៈមង្គលគិតចុះគិតឡើងទៅអញខុសតាអញអត់បានធ្វើបនធ្វើទៀនតែអញស្លាប់ទៅនរករ៉ែចោលទ្រព្យទាំងអស់ស្រាប់តែជ្រះថ្លាមែនទែនទ្រាំលែងបានបើកវាំងដូនខ្លោបឲ្យកមកដែរអើក៏មកអង្គមកចិត្តព្រះថ្វាយអង្គមមកព្រះអង្គឲ្យព្រះអង្គខ្ញុំព្រះអង្គសូមថ្វាយខ្លួនជាឧបាសកអង្គគេដែរយល់ហើយយល់ធោះហើយស្រាប់តែងាកមកវិសាខាហៅវិសាខាថាម៉ែឯមិញកូនសោះហៅម៉ែហើយមិនបានហៅម៉ែថាដូចម៉ែអញ្ចឹងមកបំភ្លឺនេះបើកុំតែមានកូននឹងមួយអត់ដឹងអីសោះណាបានកូននឹងមកបំភ្លឺកូននឹងជាម៉ែហើយកូនភាសាថាម៉ែទៅមកញោមបានតែវិសាខាជោគជ័យទៀតណាដឹកនាំមកក្រុមគ្រួសារចេះធ្វើបន់ធ្វើទៀនទៀតណាហើយនាងតែងតែនាំគ្នាទៅស្ដាប់ធម៌ជ្រះថ្លាជួនកាលប្រគិនចង្ហាន់នៅឯវត្តជួនកាលប្រគិនចង្ហាន់នៅឯផ្ទះស្រាប់តែជ្រះថ្លាលើកក្រោយនេះប្រគិនចង្ហាន់ក្រឹកក្រែងនេះនិមន្តលោកមកប្រគិនចង្ហាន់នៅឯវត្តឯផ្ទះទាំងអស់អង្គដល់ទៅពេលព្រឹកឡើងត្រូវមកទទួលចង្ហាន់មិនភ្លៀងមកក៏ក្រឹកហើយចឹងទៅនាងកំពុងអាដាំស្លោប្រើទាស័យឲ្យទៅនិមន្តលោកភិក្ខុសង្ឃឃើញតែអ្នកគ្នាយើងភ្លៀងនេះភ្លៀងមិនងាយរាំងទេហើយតែរាំងទៅក៏លែងមានភ្លៀងទៀតដែរបើចឹងងូតទឹកឲ្យហើយនាំគ្នាស្រង់ទឹកឲ្យលោកក្រស្បង់ចពោក្រកណាត់មិនដូចឥឡូវអីញោមលោកដោះចេញខ្ទេចទាំងអស់ស្រង់ទឹកស្រង់ស៊ីវិលទាំងអស់ស្រង់ទឹកស៊ីវិលមកញោមហើយដល់ទៅពេលនាងទាស័យចូលទៅអត់ឃើញមានលោកមួយអង្គសិតពួកអាចារ្យគឺអ្នកបួសអត់ខោអាវជំនាន់នោះគេកំពុងតែផ្សព្វផ្សាយទៅដើមបរិស័ទដែរនាងនៅឃើញអាចារ្យរត់មកវិញប្រាប់វិសាខាវត្តយើងលែងមានលោកហើយអាចារ្យទៅដើមយកបានអស់ហើយសិតអាចារ្យពេញវត្តវិសាខាថាវាមិនដែលអាចារ្យមានតែលោកស្រង់ទឹកអញ្ចឹងមកហើយទៅមួយជើងទៀតសាក់មើលទៅមួយជើងទៀតលោកស្រង់ទឹកឲ្យលោកល្ងាអត់សូវសបោកសែងសបោភួយលោកចូលក្នុងបន្ទប់បិទឲ្យហប់ខ្មោចល្ងារត់លោកអត់មានឃើញមួយអង្គសោះរត់មកវិញវិសាខាបាត់លោកអស់លេងឲ្យមានលោកមួយវិសាខាកាន់តែគិតគាត់ជាលោកចូលបន្ទប់ឲ្យទៅមួយជើងទៀតឡើង3ដងប៉ុន្តែលើកនេះព្រះអង្គចេញមកហៅភិក្ខុសង្ឃតោះយើងដល់ម៉ោងទៅឆាន់ងានផ្ទះនាងវិសាខាហើយក៏នាំគ្នាមកឆាន់ទទួលទានហើយវិសាខាអង្គុយអត់សក់សោះចិត្តចិត្តតែគិតចុះគិតឡើងហើយចុះបើភិក្ខុសង្ឃស្រង់ទឹកប្របាក់មើលអញ្ចឹងបើភិក្ខុណីស្រង់ទឹកប្របាក់មើលមិនទៅណាភិក្ខុណីគឺភិក្ខុស្រីណោះហើយសាមណេរអីស្រង់ទឹកប្របាក់មើលមិនទៅភិក្ខុសង្ឃជំនាន់មុនស្រង់ទឹកអញ្ចឹងដែរញោមទឹកតាំងទឹកបឹងអីលោកចុះផ្លោកទៅស្រង់ទឹកស្បង់ជប៉ុននៅលើគោកទាំងអស់ហើយលោកនៅក្នុងទឹកហើយលោកតែមានតាណាមកដើរហៅមកដេគុណមុនទៅវត្តវិញកណាដើរជាមួយផងស្បត់បិទតឡើង
ញោមឯងដើរទៅតិចសិនចាំអាត្មាទៅតាមក្រោយតនឥឡូវខ្ញុំកណ្ដាលមិនតន់ទៅចាំទីគុណមកចាំទៅជាមួយគ្នាអត់ទេញោមដើរតិចសិនទៅហើយកមកផ្លឹមថាតែអញ្ចឹងហើយឡើងអាម៉េចបើស្បងនៅលើគោកហ្នឹងតោះតែគេដើរផុតទៅបានលោកឡើងបានវិសាខាអង្គុយគិតចុះបើស្រីភិក្ខុនៃត្រង់ទឹកមិនកើតទេបើអញ្ចឹងពិបាកចូលមកចិត្តថ្វាយអង្គមព្រះអង្គហ្មងថ្វាយអង្គមជ្រះថ្លាព្រះអង្គឲ្យខ្ញុំព្រះអង្គសូមពរប្រពុតថាវិសាខាតថាគតគ្មានពរទេគ្មានពរឲ្យទេសុំតែពរល្អល្អទេឥឡូវសុំអីនិយាយមកនាងសុំប្រគេនពរ8ប្រការទី1អកន្តកៈផាត់លោកទើបមកដល់មិនបាច់ឲ្យលោករយចង្ហាន់ទេសុំដាំចង្ហាន់ប្រគេនលោកកុំឲ្យពិបាករយចង្ហាន់ទី2កមិកផាត់បើលោកត្រូវចេញដំណើរឆ្ងាយទៅពីព្រលឹមទៅពីអីមិនបាច់ឲ្យលោកបិណ្ឌបាតទេចាំខ្ញុំព្រះអង្គដាំចង្ហាន់វិចប្រគេនលោកទៅឆាន់ហ្មងហើយមួយទៀតលោកតាចាស់ឈឺលោកឈឺអាពាតលោកទៅបិណ្ឌអកាទេខ្ញុំព្រះអង្គធានាប្រគេនចង្ហាន់លោកឈឺនិងប្រគេនថ្នាំលោកទៀតហើយមួយទៀតលោកអ្នកទ្រាំជំងឺបើលោកទៅបិណ្ឌបាតចោលជំងឺមិនបាច់ឲ្យលោកទៅបិណ្ឌនេះចាំខ្ញុំកណាប្រគេនចង្ហាន់លោកទ្រាំជំងឺនឹងទៀតហើយលោកតាចាស់ឆាន់អីរឹងមិនកើតខ្ញុំព្រះអង្គធានាប្រគេនបបរដល់លោកជានិច្ចធ្វើបបររាល់ថ្ងៃប្រគេនទៀតហើយសុំប្រគេនក្រាលអាសនៈដល់ភិក្ខុសង្ឃទាំងចាស់ទាំងថ្មីដែលមកត្រូវការអាសនៈត្រូវការកតិលខ្នើយអីខ្ញុំព្រះអង្គធានាទាំងអស់ហើយសុំប្រគេនសពុតសម្រាប់ងូតទឹកដល់ភិក្ខុផងដល់ភិក្ខុនៃផងហើយដល់ពេលស្ដាប់មើលពរទាំង8ប្រការគឺបច្ច័យ4ទំនុកបំរុងប្រសងទាំងអស់ពុទ្ធអនុញ្ញាតបានវិសាខាបានពរពីព្រះអង្គឲ្យនាំគ្នាទំនុកបំរុងបច្ច័យ4គេជ្រះថ្លាណាស់លេងទំនុកបំរុងបច្ច័យ4 3ខែពេញហ្មង3ខែពេញក្នុងអតីតភាសាលោកទៅណាមិនកើតអីមិនកើតបវរណាបច្ច័យ4លោកធ្វើចង្ហាន់លោកពេញ3ខែបែរឲ្យលោកទៅបណ្ណនំប្របាកដែរបវរណាប្រគេនណាមានលោកនៅតាមវត្តជំនាន់នោះគេវិសាខាដឹកនាំបវរណាបច្ច័យ4ប្រគេនចង្ហាន់ពេញស្រាប់តែមានលោកមកក្រុមចាំភាសានៅព្រៃភ្នំរៀងឆ្ងាយញោមមកដល់អញ្ចឹងទៅលោកមេឃភ្លៀងខ្លាំងលិចផ្លូវពពុះលបាប់អីសពបែបយ៉ាងទៅអត់មានផ្លូវអត់មានអីត្រូវទៅបិណ្ឌទៅលោកអត់ចង្ហាន់ខ្លះតែចង្ហាន់ខ្លះ3 4អង្គនៅភ្នំស្រាប់តែជួបអ្នករអស់រវល់គេដើរមកឃើញវត្តឃើញភ្នំគេចូលទៅឃើញលោកតាស្គមនៅស្បែកទៅ10ឆ្អឹងគេសួរថាដេគុណមិនក៏ស្គមម្លេះដេគុណកើតរោគអីញោមមិនមើលវត្តនៅឆ្ងាយពីផ្ទះអ្នកស្រុកមេឃភ្លៀងលិចផ្លូវភ្លៀងអលឹមគ្រាន់ទៅបានអត់កើតថ្ងៃខ្លះបានចង្ហាន់ថ្ងៃខ្លះអត់ចង្ហាន់ទាំងអស់អង្គនឹងរស់នៅតែដាប់ទៅដួលអត់ចង្ហាន់យើងមិនហ៊ានរត់ចោលខ្លាច់ដាច់ភាសានៅក្នុងហ្នឹងបើអញ្ចឹងទេអត់កើតទេលោកខ្វះចង្ហាន់ត្រឡប់មកដល់ផ្ទះក៏ប្រាប់បងប្អូនអើយប្រជាជននៅលោកនៅវត្តនោះក្រចង្ហាន់នាំគ្នារៃអង្គាសគ្នានាំគ្នាទំនុកបំរុងទៅបានគេកើតជាចង្ហាន់មួយហៅថាចង្ហាន់ព្រាមក្រៅបាតគេហៅថាបត្តពរៈគឺចង្ហាន់ណែទុកឧបត្ថម្ភពេលដែលលោកបិណ្ឌបាតមិនបានមានចង្ហាន់ក្រៀមអាពាក្យនឹងឲ្យខ្លាយទៅជាបត្តពរៈហ្នឹងគឺយើងហៅថាបាយបត្តបោបត្តពរៈហ្នឹងបាយសម្រាប់បំពេញបាតគឺបាយសគួរក្រៅកាលណាលោកបិណ្ឌមិនបានមានចង្ហាន់ហ្នឹងវាកើតប្រវត្តិបាយបត្តបោហ្នឹងគឺបាយចង្ហាន់សម្រាប់ឧបត្ថម្ភហ្នឹងអញ្ចឹងក្នុងសម័យកាលនោះ3ខែទំនុកបំរុងបច្ច័យ4នឹងពេញរហូតញោមហើយស្រាប់តែដល់សម័យក្រោយមកទៀតប្រជាជនកើតគ្រោះទុរភិក្សពេលនោះព្រះអង្គគង់នៅវត្តវេលវ័ននៅក្រុងរាជក្រឹសតែនខោបណៈសមយេអ្នកសម័យនោះឯងព្រះអង្គគង់នៅវេលវ័នព្រៃឫស្សីស្រាប់តែគ្រោះទុរភិក្សបានកើតមានហើយនៅក្នុងកពីបត្រៃបៃដកភាគ10កពីចលវៈបាននិទានថាប្រជាជនកើតគ្រោះទុរភិក្សរាំងភ្លៀងផងទឹកជំនន់ផងធ្វើស្រែអត់បានអញ្ចឹងការទំនុកបំរុងបច្ច័យ4 3ខែហ្នឹងអត់គ្រប់ទេទំនុកបំរុងបច្ច័យ4 3ខែហ្នឹងមិនគ្រប់នឹងហើយបានជាវាកើតប្រជាជននឹងល្អូរទាំពីរឿងអត់មានអីឧបត្ថម្ភប្រសង់បានជ្រាបដំណឹងហ្នឹងពីខុសសង្ឃយករឿងហ្នឹងទៅទូលព្រះប្រជាជនចង់ប្រគេនលែង3ខែចង់ប្រគេននិមន្តនៈផាត់បតិកផាត់សាលាកផាត់ឧបោសថកផាត់អីចឹងមកចង់ប្រគេនតាមមានតាមបានថ្ងៃណាមានធ្វើទៅថ្ងៃខ្លះប្រគេនថ្ងៃឧបោសថទៅថ្ងៃណាថ្ងៃខ្លះប្រគេនតែខាងរនោចបកកផាត់ហ្នឹងប្រគេនខាងរនោចអត់ខ្នាតប្រគេនខ្នាតអត់រនោចចង់ប្រគេនតែមានពេលមានវេនមានពេលវេលាហើយនឹងធ្វើសាលាកផាត់ប្រគេនម្ដងម្កាលចាក់ស្លាកទៅពីព្រោះមិនអាចទំនុកបំរុងទាំងអស់អង្គបានទេប្រជាជនខ្សត់ខ្សោយហើយបានព្រះអង្គប្រជុំភិក្ខុសង្ឃអនុជានាមិភិក្ខវេនិមន្តនៈផាត់តាំងសង្ឃផាត់តាំងឧទេសផាត់តាំងសាលាកផាត់តាំងបក្ខកាំងអីចឹងមកបានព្រះអង្គអនុញ្ញាតភិក្ខុសង្ឃអនុញ្ញាតឲ្យទទួលសាលាកផាត់និមន្តនៈផាត់បក្ខកផាត់ចាប់ដើមមានតាំងពីពេលហ្នឹងមកចាប់ដើមមានសាលាកផាត់ហ្នឹងឧបមាដូចលោកដល់100អង្គចង្ហាន់យកមកតែ10កញ្ចប់ឧបមាចំនួននោះអញ្ចឹងហើយបើលោកចង្ហាន់តែ10កញ្ចប់ប្រគេនទាំង100ឆាន់មិនគ្រាន់អញ្ចឹងចាប់ស្លាកទៅអត់10អង្គហ្នឹងបានអង្គណាអង្គនោះហើយឧបមាថាសាដកយកមកតែ20ឲ្យលោកដល់100ប្រគេនមិនគ្រប់ទេបើអញ្ចឹងចាប់ស្លាកបានអង្គណាអង្គនោះហើយអង្គណាបាននោះមកពីអង្គនោះចម្រើនអាចជានមស្ការថ្វាយអង្គមព្រះល្ងាចមានបុណ្យអង្គនោះបានណាបើអង្គណាខ្ជិលរៀនធម៌ខ្ជិលបោះសម្រាមអីប្រហែលជាចាប់មិនចំទេបើអញ្ចឹងទៅចាប់ចំដល់អង្គណាដែលប្រឹងប្រែងសាសនាយើងមើលមិនឃើញទេប៉ុន្តែយើងផ្សងអញ្ចឹងណាអង្គណាដែលខំបោះសម្អាតខំសិក្សារៀនសូត្រនឹងបានអង្គហ្នឹងអញ្ចឹងបានវាកើតជាបុណ្យកើតជាសាលាកផាត់ហ្នឹងពីពេលហ្នឹងមក
ហើយនៅស្រុកខ្លះទៀតពេលដែលឧបត្ថម្ភនឹង3ខែមិនបានក៏បន្ថយមកនៅត្រឹមតែកន្លះខែទេគឺពីថ្ងៃ100ខែភក្ត្របុត្រដល់ថ្ងៃ15កើតខែភក្ត្របុត្រដែលយើងហៅថាបុណ្យភ្ជុំបិណ្ឌនឹងឯងអញ្ចឹងប្រវត្តិនឹងវាចេញពីឧបត្ថម្ភនឹងមកកើតបុណ្យភ្ជុំបិណ្ឌហ្នឹងក៏ត្រឹមរឿងនឹងវិសាខាហ្នឹងដែរញោមមើលឃើញណាឧបត្ថម្ភ3ខែមិនបានបន្ថយមកនៅត្រឹមកន្លះខែគឺយើងធ្វើបុណ្យដាក់បិណ្ឌគ្រប់វត្តហ្នឹងយកលំនាំតាមហ្នឹងហើយសាលាកផាត់ហ្នឹងក៏តាមវិសាខាដែរឥឡូវយើងបានធ្វើសាលាកផាត់ហើយនេះហើយត្រឹមត្រូវតាមទានរបស់នាងដឹកនាំធ្វើហ្នឹងណាញោមណាហើយពិសេសនាងបានផ្ដាំពាក្យមួយម៉ាត់ដែលអាត្មាលើកឡើងដំបូងកុំភ្លេចពាក្យនាងវិសាខាថាហូបតកេចាស់អត់បានកសាងកេថ្មីណាញោមអញ្ចឹងមានន័យថាយើងរស់រៀនមានជីវិតមកសពថ្ងៃដោយសារបុណ្យចាស់ដែរហើយបើយើងមិនបានធ្វើបុណ្យថ្មីទៀតទេតែអស់ពូជប្រទេសទៅលែងបានមកជាមនុស្សលែងបានសោយបុណ្យទៀតហើយអញ្ចឹងបានវាកើតជាបុណ្យសាលាកផាត់វាកើតទៅជាសង្ឃទាននិមន្តផាត់គេនិមន្តមិនអាចគ្រប់អង្គបាននិយាយពីប្រសងហ្នឹងអញ្ចឹងដែរដោយលៀបរបស់លោកដែរញោមលោកអង្គខ្លះគេសបោលៀបកុំចំណែនលោកដែលសបោលៀបទី1ពីជាតិមុនមកលោកធ្វើបុណ្យច្រើនទី2ជាតិនឹងលោកអាសាគេមិនឃើញក៏ដោយលោកអាសាលោកបោះសម្រាមជូតកន្លែងព្រះនមស្ការថ្វាយគុំព្រឹកនេះប្រឹងរៀនធម៌លោកអង្គនឹងសបោលៀបហើយទេវតានៅជុំវិញនឹងមើលឃើញទាំងអស់ទេវតានឹងដឹងជួយលោកនឹងសបោលៀបហើយដល់ដល់សបោជាងគេលោកអ្នកខ្ជិលជាងគេធម៌ក៏មិនរៀនសម្រាមវត្តក៏មិនដែលបោះធ្វើកម្មដែលធ្វើលោកនឹងប្រកែកចំណែនគេទៀតអាខ្ជិលមិនដែលធ្វើអីសូម្បីតែធម៌សោតក៏មិនដែលនមស្ការក៏មិនដែលរៀននោះចំណែនគេទៀតហើយដល់ចំណែនគេដល់ពេលទៅចាប់ស្លាក់ទៅផ្សងអីអត់ដែលចំមកល្អគេទេហួចតាំងខឹងគេចំណែនគេមកពីឯងវាខ្វះបនអញ្ចឹងបានគេនិយាយពីទេមយៈនិងភូមិយៈកៈពីរអង្គហ្នឹងយកមកថ្ងៃណាក៏បាយចំគាត់នឹងទឹកជ្រក់ដែរហើយលោកគេមកវត្តទៅគេចាប់ស្លាកបានចង្ហាន់ល្អបានសពុតសាដកបានស្បង់ជីពោព្រើមិនខ្វះឲ្យតែពីរអង្គនឹងចាប់ចំតែបាយចំគាត់នឹងទឹកជ្រក់រហូតហើយធ្វើម៉េចលោកក៏ចំតែអញ្ចឹងហើយវេនអញ្ចឹងដែរគេចាត់សូត្រមុនបំគេដាក់តាមលំដាប់លំដោយលំដាប់អង្គផ្សេងបានទៅផ្ទះសេដ្ឋីផ្ទះអុកញ៉ាផ្ទះអាយដំផ្ទះលោកជំទាវផ្ទះកហបតីកដុំ2ដល់វេនភូមិចក្រហ្នឹងទៅចំអ្នកក្រអត់មានអីទេមានតែបាយចំគាត់ទឹកជ្រក់ចំអញ្ចឹងទៅរហូតហើយចាប់តាមវេនមកក៏ចំអញ្ចឹងស្រាប់តែថ្ងៃមួយញោមមកចំមហាសិទ្ធិគេនិមន្តទៅបន់ហើយដល់ពេលដល់វេនលោកពីរអង្គហ្នឹងត្រូវទៅផ្ទះមហាសិទ្ធិដល់វេនអញមិនដែលផ្ទះវិញថ្ងៃនេះបានផ្ទះមហាសិទ្ធិឲ្យឆាន់ណាណីមកជូតបាត់លៀងបាត់ទុកឲ្យហើយតាំងពីល្ងាចព្រឹកព្រៀងកុំឲ្យព្រឹកឡើងតែងតាំងយប់នេះសឹងដល់ថាមិនលក់ងាកមើលជប៉ុងមើលបាត់កុំឲ្យខ្វះអីបានម្ដងហើយបានមហាសិទ្ធិដោយសារដល់វេនស្រាប់តែព្រឹកឡើងមកដល់ផ្ទះមហាសិទ្ធិចែកដល់សិទ្ធិអត់នៅថ្ងៃហ្នឹងតែនៅប្រើអ្នកបំរើថាឲ្យទទួលលោកជំនួសឲ្យផងអាហ្នឹងរវល់អត់បាននៅអ្នកបំរើនោះរៀនខ្ជិលខ្ជៀងមើលទៅអត់បានទិញម្ហូបអីដាំស្លនេះមានតែបាយចុងអង្គនៅសល់ហ្នឹងឲ្យទឹកជ្រក់ប្រគេនលោកឆាន់មួយពេលហ្នឹងណាដដែលទៀតឯងថាកិច្ចចប់កិច្ចឡើងមកចំបាយចំគាត់នឹងទឹកជ្រក់ដដែលទៀតបានថាដឹងហើយឯងវាខ្វះអាចជាចាស់ថាអាចជាអត់ឡើងណាអញ្ចឹងបានគេចាប់ស្លាកហ្នឹងវាយុត្តិធម៌ត្រង់តែហ្នឹងបើថាណាធ្វើល្អបានល្អហើយប៉ុន្តែទោះបីជាយ៉ាងណាញោមក៏អញ្ចឹងដែរបានបនដែរបាននិស័យល្អជួយទ្រទ្រង់សាសនាបនកុសលនឹងជួយញោមមកជួបតែសុខចម្រើនឥឡូវហ្នឹងណាវិសាខាណានៅឯឋាននឹមមានរតីអត់ទាន់បានមួយខែទេហើយអាណាថាបណ្ឌកថៃនៅដល់ស្ថិតអត់បានមួយខែទេញោមខំធ្វើតាមលំនាំនាងវិសាខាហ្នឹងចាំមើលតែស្លាប់ទៅកើតនៅក្នុងឋានសួគ៌ហ្នឹងជួបវិសាខាហើយទៅជួបគ្នានោះគេនៅនោះអត់បានមួយខែទៅជម្រាបសួរថាអូលោកយាយវិសាខាខ្ញុំជម្រាបសួរនោះលោកអីក្រមមកនិយាយដើមលោកយាយរហូតទេសនាលោកណាលោកគ្រូវត្តបន្ទុំនោះនិយាយដើមនិយាយរហូតទៅរាយការណ៍ទៅប្រាប់ថាអាត្មានិយាយដើមហើយទៅហើយលោកយាយវិសាខាឬលោកតសើថាលោកយាយស្ដាប់ធម៌ពីព្រះមកបានសម្រេចអីឥឡូវខ្ញុំមកសែបគប់រាប់អានជាមួយជាញាតិហើយមកសម្ដែងធម៌ឲ្យខ្ញុំផងយើងបានញាតិជាមួយវិសាខាដែរណាញោមណាគេនៅចាំយើងអត់ទាន់បានមួយខែទេមកគាត់នឹងទៅជួបគ្នាក្នុងហើយបើញោមចុះត្រឡប់មកវិញក៏មិនទៅនរកក៏មិនទៅប្រែតមិនទៅដេនឆានអសូរកាយអបាយ4ដែរមកកើតជាមនុស្សមកកើតជាទេវតាមានបញ្ញាភ្លឺថ្លារហូតហើយជាពិសេសបើព្រះសិអាមេត្រីត្រាស់ដឹងឡើងមុខតែយើងតន់ព្រះសិអាមេត្រីជាមួយគ្នាហើយព្រោះយើងជាអ្នកមានសទ្ធាព្រះអង្គនឹងអនុគ្រោះអ្នកមានសទ្ធាមុនគេយើងនឹងបានជួបព្រះសិអាមេត្រីម្ល៉េះហើយវិសាខាក្តីអាណាថាបណ្ឌកសិទ្ធិដែលសិទ្ធិដតីក្តីដែលកើតមកមានបានមានទ្រព្យសម្បត្តិមិនខ្វះមកពីគេធ្វើបុណ្យសន្តានដូចញោមអញ្ចឹងឥឡូវញោមធ្វើតាមគេតទៅមុខក៏ញោមមិនក្រដែរណាញោមអ្នករិះធម្មជាងគេសោះមិនដែលឃើញមានលើគេទេឃើញតែឆ្លោះគ្នាឃើញតែយំយ៉ាច់ទីបំផុតស្លាប់ចោលទៅវិញទៅទេឯអ្នកឃើញតែដើរធ្វើបុណ្យដើរធ្វើទានក៏មិនដែលឃើញក្រដែរឃើញតែជីវិតគ្រួសារគេរស់នៅដោយសុខស្រួលរហូតឈ្មោះគេនៅឯពហិមាននៅឯកុដមាននៅឯសាលាមានហើយឯងអ្នកខ្លះមានជាងគេមែនប៉ុន្តែរកឈ្មោះឯងគេគ្មានមកក្របទេពហិក៏គ្មានសាលាគ្មានស្លាប់ទៅបាត់ឈ្មោះពីផែនដីឯយើងអ្នកកសាងអ្នកធ្វើបុណ្យនេះស្លាប់ទៅមែននៅឈ្មោះកូនចៅមកវត្តចង្អុលនេះឈ្មោះយាយយើងនេះឈ្មោះម៉ែយើងគេដែរកសាងអញ្ចឹងមានប្រយោជន៍សម្រាប់មនុស្សជាតិជាគំរូដ៏ល្អជាបរិស័ទដ៏ល្អទេវតានឹងថែអាសាញោមញាតិនឹងខ្លាចជាកូនចៅព្រះអនាគតទៅនឹងទាន់ព្រះសិអាមេត្រីណាញោមណាហើយម្យ៉ាងយើងបានធ្វើបុណ្យហ្នឹងក៏អត់ទិសជូនមេត្តាបៃតាយើងដែរដូនតាមកកងចិត្តចែសោហៀទាអ៊ីពេកៅកងសោអានអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួង1000តម្រួតតាទុយទូតាលេលារបស់យើងស្លាប់ទៅមិនដឹងនៅទីណាថ្ងៃនេះយើងបានមកធ្វើបុណ្យសូមឧទ្ទិសផលបុណ្យនោះឲ្យបាន
បានដល់ដូនតាមកកងរបស់យើងសូមទេវតាអនុមោទនាបុណ្យឲ្យនាំដំណឹងទៅប្រាប់ដូនតាមកកងយើងផងសូមទេវតាអនុមោទនាបុណ្យឲ្យជួយថែអាសាការពារញោមទាំងអស់គ្នាប្រគុណម្ចាស់ទាំងអស់អង្គឲ្យបានសេចក្តីសុខបច្ចុប្បន្នវែងសុខភាពល្អញោមញាតិរត់ទទួលទានចិត្តតែមានចិត្តតែបានកាត់កាលវាគុំតិចតែជុំធ្វើដំណើរទីចិត្តទីឆ្ងាយកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍កុំឲ្យមានមារកុំឲ្យមានសត្រូវកុំឲ្យមានគេចំណែននឹងទាឈ្នានេះគំនុំគុំគុណព្យាបាត់បៀតបៀនចាក់ចុចអុចអាលបណ្ដាលដុតពលរត់ពុតចាក់ដាត់ចាត់ប្រកួតប្រកាន់មូលប្រកាច់មើងនៃចំអកលក់លើឌឺដងដៀមដាមផ្ទឹមតបចាញ់ចាឡើយទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតំកាន់គេតម្លាំងយុគគេតម្លាំងស័កជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបតែមនុស្សល្អជួបតែសពបរោះពីព្រោះយើងបានកសាងបុណ្យជាមួយគ្នាសុទ្ធតែជាញាតិគ្នាពីអតីតមកឥឡូវយើងធ្វើបុណ្យជាមួយគ្នាទៀតហើយអញ្ចឹងបើគេកើតជាមនុស្សយើងក៏ជាមនុស្សបើគេកើតជាទេវតាយើងក៏ជាទេវតាកុំឲ្យជើងបុណ្យកតុយមួយបែកផ្លូវគេតែឯងអីណាញោមណាចឹងឲ្យចាប់ពីពេលនេះតទៅមុខដើរតាមផ្លូវព្រះដើរតាមឆ្នាំព្រះយុគលបាតទាំងអស់គ្នាកុំឲ្យវែងផ្លូវច្រឡំទៅនរកប្រែតដេរឆានអសរកាយអាបាយ4ដងខ្លួនមកកើតជាមនុស្សខ្វាក់ខ្វាន់ខ្វងថ្លង់កោពីកាយពីរាឬក៏សត្វដេរឆានឡើយកើតជាមនុស្សទេវតាជួបប្រពុតអង្គណាឬក៏ព្រះសិអាមេត្រីត្រាស់ដឹងឡើងយើងនឹងបានសម្រេចធម៌ជាន់ខ្ពស់ទាំងអស់គ្នាអ្នកមកចូលចាប់អ្នកផលជួយតបជួយតែងជួយចាត់ជួយចែកជួយលីជួយសែកលើកទុកលើកដាក់លៀងចាន់លៀងឆ្នាំងលៀងប៉ាន់លៀងពេញអ្នកជួយចិត្តបន្លែផ្លែឈើជួយដាំជួយស្រោជួយត្រប់បងបោកអំបិលប៊ីចេងអ្នកដែលជួយខ្វល់ខ្វាយតាំងតែពីរៀបជាចំទៀនទុបបាយសៃបរិយមលូស្លាអាសនៈក្រាលស្វាយព្រះអង្គកសាងកត់កសាងសាលាព្រមទាំងអ្នកជួយថតរូបថតវីដេអូអ្នកបើកមីក្រូអ្នកបើកធំបាសសន្តិសុខសម្រាប់ធ្នាប់អ្នកជួយមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់អ្នកបានមកចូលរួមក្តីមិនបានមកក្តីផ្ញើបច្ច័យលុយកាក់តាមគេក្តីក៏សូមឲ្យទេវតាជួយថែអាសាអ្នកទាំងអស់គ្នានឹងរស់នៅឲ្យបានយូរឲ្យបានសេចក្តីសុខឲ្យបានសេចក្តីចម្រើនរកទទួលទានមានបានមានសតិមានបញ្ញាភ្លឺថ្លារួចចាក់ទុកទាំងឡាយទាំងពួងញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាខ្សឹបខ្សៀក្នុងចិត្តគិតធ្វើមកអិចអុយដែលអាត្មាស្ដាប់មិនលឺទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបានសម្រេចដោយគោលបំណងការសម្ដែងសន្មតចប់អេវ៉ាំងនន្តយឧបាសកជ្រះថ្លាធ្វើបុណ្យគេចង្ហាន់ប្រសងហើយជ្រះថ្លាកសាងសាលាថ្វាយព្រះអង្គនៅក្នុងព្រៃឥសីបតនមិគទាយវ័ននិយាយនន្តយឧបាសកហ្នឹងគាត់មានប្រពន្ធគាត់មុខមិនដែលរីកជាមួយបុណ្យទេបើប្តីនិមន្តលោកទៅឆាន់ในផ្ទះលោកឆាន់មិនសូវឆ្ងាញ់ទេមុខប្រពន្ធអត់ស្រស់ប្តីប្រពន្ធឲ្យធ្វើបុណ្យមិនធ្វើសិលមិនធ្វើឲ្យទៅយកលោកមកឆាន់មុខមិនរីកធ្វើបុណ្យញយឆ្លោះគ្នាលែងគ្នាចាស់សម្រួលឲ្យបានគ្នាវិញទៅក៏បានគ្នាមកវិញតែគាត់ទៅធ្វើបុណ្យកុំឆ្លោះគ្នាអីលែងគ្នាបានគ្នាហើយប្តីនាំឲ្យប្រពន្ធធ្វើបុណ្យប្រពន្ធនៅតែមិនធ្វើសិលមិនធ្វើបុណ្យឥឡូវប្តីកសាងសាលាថ្វាយព្រះអង្គរួចមិនយូរប្រហែលប្តីហ្នឹងក៏ស្លាប់ទៅកើតក្នុងឋានសួគ៌ឯណោះមានស្រីទេពអប្សរបវរកញ្ញាហែហោមអមច្រើនណាស់ប្រពន្ធនេះឡើងចើងតែហ្មងលោកធ្លាប់ចេញចូលផ្ទះនឹងប្រហែលអង្គស្ដីឲ្យទាំងអស់ចាប់ពីថ្ងៃហ្នឹងទៅឈប់មកមានអាណាដាក់បាយឲ្យទៀតទេមានអាណារូបលោកអីទៀតទេឈប់មកឈប់អីលែងហ៎លោកលែងហ៊ានទៅទាំងអស់អាសាលានោះធ្វើថ្វាយប្រសង់ថ្វាយព្រះនោះទៅរុះមកធ្វើអីមិនកើតក៏ទៅរុះមកទៅអស់ដុតក៏បានដែរវាគ្មានប្រយោជន៍ទេនាំគ្នាទៅរុះសាលាយកទៅផ្ទះវិញរុះសាលាអស់លេងដល់តែនាងធ្វើបាបចេះតែធ្ងន់ទៅនៅសល់តែ7ថ្ងៃទៀតដល់ថ្ងៃស្លាប់យំប្របាលដែរអាត្មាថាមិញមកទៀតមកលោកមើលទៀតពីណាដល់អាយុមុនគេត្រូវយកទៅអូនិយាយនេះ7ថ្ងៃទៀតដល់តាទៅប្រាប់សិនបង្ហាញខ្លួនឲ្យឃើញភ្នែកស្រស់ណែនាង7ថ្ងៃទៀតខ្ញុំមកយកទៅហើយ7ថ្ងៃទៀតនាងត្រូវស្លាប់ហើយណាបើនាងខំធ្វើបន់សនទៀននាងទៅជួបប្តីនៅលើបានចុះមកកើតជាមនុស្សចាយទ្របនឹងទៀតប៉ុន្តែបើនាងមិនបានធ្វើបន់សនទៀនទេទៅនរកហើយបើចាប់ពីថ្ងៃនេះដល់ថ្ងៃទី7បើនាងធ្វើទៅនាងអាចទៅឋានសួគ៌មកកើតជាមនុស្សនាងនោះឆ្លើយម៉ាំងអញមិនជឿបាត់សមោលយមបាលអស់អាលីងយមបាលទៅវិញបាត់អស់ដល់ថ្ងៃទី7ដាំបាយហូបឲ្យឆ្អែតដើរខ្ទាស់កលុះទ្វាឲ្យជុំវិញឲ្យចិត្តកុំឲ្យយមបាលមករកឃើញអង្គុយនៅកណ្ដាលផ្ទះស្រាប់តែយមបាលមកហែកចាំងផ្ទះលុកដៃចូលយកចាប់ដើមដៃសងខាងម្នាក់មួយបើយើងមើលភ្នែកស្រស់ថានាងនឹងស្លាប់ដោយសារខ្យល់កឬក៏ពាំងបេះដូងប៉ុន្តែផ្លូវក្នុងគេចាប់យកព្រលឹងទៅហើយយកទៅគេមិនទាន់យកទៅដាក់នរកភ្លាមទេគេឌឺគេយកទៅឲ្យប្តីមើលចាប់វឹងទៅដល់ឋានតៅកតឹងទៅដល់ឋានលើទៅដល់ដាក់ចំកាំងពីមុខប្តីកំពុងតែអង្គុយជាមួយស្រីទេពអប្សរសត្វស្អាតស្រាប់តែនេះឃើញហៅបងអើយជួយខ្ញុំផងបងជួយខ្ញុំផងគេយកខ្ញុំទៅនរកឥឡូវហើយបងអើយជួយខ្ញុំផងប្តីស្ដីឲ្យតែមកណែមឹងអបលៈហួសពេលហើយនាងខ្ញុំដឹកនាំនាងឲ្យធ្វើបុណ្យនាងមិនធ្វើទេឲ្យធ្វើសិលនាងមិនធ្វើទេគ្រាន់តែមុនលោកមកឆាន់នាងមុខមិនដែលរីកទេគ្រាន់តែធ្វើបុណ្យឆ្លោះដល់លែងគ្នាហើយគេសម្រួលឲ្យបានគ្នាវិញហើយនៅតែនាងមិនព្រមនាងហ៊ានជេរបតិចផ្ដាសាដល់ភិក្ខុសង្ឃហ៊ានរុះសាលាដែលគេធ្វើថ្វាយព្រះរួចហើយនាងធ្វើកម្មធ្ងន់ណាស់ខ្ញុំជួយនាងអត់បានទេនាងទៅតាមយថាកម្មនាងចុះយមបបាលបត់ចកោតវិញ
về bọc nông ruộng prong tôi là ngày này họ toàn bàn làm màu tê ấy phải đấy nó sau sân bát đây lừa nó phải có pôn nơi cầu mình nó phải đây có pôn bạc cào có đôi na nhôm tầm miền thọ khóc nia bay kia ai mai cái côn có đôi miền phải đây có pôn pi nè nó cái sành kia na nòm kia tăng phải đây tăng có pôn được vài cùng pre mong bong nói cái nhom bong sành kiaปัฒนาจูบเนี่ยรอเชียเธอไม่เติร์บองท่าสมัยสถีสมัยไซลาสมัยจากีสมัยปัญญาเมียนสถีโดยคเนเตอร์เบอร์เมียนซัลเมียนโดยคเนเตอร์เบอร์แจกแกะเพื่อบอลโดยคเนเตอร์เบอร์เมียนปัญญาเมียนตะงอคเนเตอร์อันนั้นจูบคเนยดังไปอย่างเมียนสมัยเนี่ยเพื่อไม่ดักนอมคเนเบอร์พระใดเมียนสถีดักนอมปะปนเมียนทองไอ้เบอร์ปะปนเมียนซัลดักนอมพระใดการซัลทองไอ้เบอร์ปะปนแจกแกะเพื่อบอลดักนอมพระใดเอาแจกแกะหรืออันโมตเนียพองไอ้บุปผลเจ้าเมียนปัญญาสดับทอดดับน้องพระใดสดับทอเมียนปัญญาพองเอาแต่ช่วยគ្នាទៅវិញទៅមកអញ្ចឹងជួបគ្នារាល់តែជាតិហ្នឹងប៉ុន្តែបុពពុនអ្នកធ្វើបន់ប្តីមិនចូលរួមទេប្តីអ្នកធ្វើបន់ប្រពន្ធក៏មិនចូលរួមទេជាតិក្រោយបែកគ្នាហើយបើម៉ែឪអ្នកធ្វើបន់កូនមិនចូលរួមទេដឹងស្អីទេម៉ែឲ្យទៅជូនលុយទៅឃើញទៅលោកទេទៅតាអាចារ្យដកទូរស័ព្ទលេងឲ្យកាន់អស់លុយឲ្យយកទៅដើរចាយទិញអីហូបឯណោះដើរតាមផ្សារទំនើបឲ្យទៅឲ្យលុយទៅដើរទៅចូលបនលេងឲ្យដកលុយលេងឲ្យម៉ែអត់ទៅទៀតចង់ទាញអារម្មណ៍ចាស់ឲ្យស្មើនឹងក្មេងគេថាអារម្មណ៍មនុស្សចាស់សបាយមនុស្សចាស់ខុសពីក្មេងសបាយក្មេងសបាយធំបាសសបាយចាស់សបាយធ្វើបនសបាយក្មេងសបាយស្គាល់អាសាសបាយចាស់សបាយស្ដាប់ធម៌ពាក្យត្រឹមត្រូវអ្នកតូចស្ដីវាមិនស្មើមន្ត្រីគេនិយាយលេងលោកទេសនាអត់ឈ្នះលេងព្រោះក្មេងយកចិត្តបាសជាងបើដូច្នេះហើយអារម្មណ៍ក្មេងនិងចាស់ខុសគ្នាចាស់ជំនាន់ម៉ែឪយើងនេះណាគាត់ទៅផ្សារគាត់យកតែ10000ឬ20000ទៅគាត់ទិញអានេះមកក្តាប់អានោះមកក្តាប់អានេះមកដៃអានោះមកដៃមកវិញផ្សំចុះផ្សំឡើងស្លមួយឆ្នាំហូប10នាក់ប៉ុន្តែក្មេងឥឡូវនេះយក100,000ហូបតែម្នាក់ឯងទៅអង្គុយជាអេតតាមផ្សារនឹងទៀនផ្សារនោះហូបញក់តែម្នាក់ឯង100,000ប៉ុន្តែបើម៉ែយក10000ទៅយកមកទិញយកមកស្លមួយឆ្នាំហូប10នាក់ហើយបើចិត្តខុសគ្នាអញ្ចឹងឲ្យទៅទាញគាត់ឲ្យដើរស៊ីចាយឬហាដូចកូនតែមិនកើតបើគាត់ធ្លាប់ចាយតែ10000 20000ហូបមកផ្ទះហើយឯងចាយ4 100000ហូបតែមាត់មួយហ្នឹងចឹងហើយអត់សុបាយទេដល់ទៅពេលចឹងទៅដឹងស្អីទេម៉ែធ្វើបន់ឲ្យធ្វើយកលុយនឹងទិញនំឲ្យចៅហូបគ្រាន់បើជាងកូនខ្លះគេថាឲ្យចឹងម៉ែខ្លះគាត់មាត់ដាច់គាត់ថាណែអញចាំនាងឯងធំក្បាលប៉ុណ្ណឹងហើយនាងឯងមិនតាន់ចាំអញវិញក៏មកបដៅអញឲ្យចាំកូននាងឯងមួយទៀតអីគាត់នាងឯងមួយមិនតាន់សងអញរួចផងឲ្យអញទិញចាំកូននាងឯងទៀតហ៎ញោមខ្លះគាត់មាត់ដាច់គាត់ថាអញ្ចឹងប៉ុន្តែញោមហើយយើងគិតមើលម៉ែធ្វើបន់ហៅកូនឲ្យចូលរួមកូនមិនមកទេឲ្យចូលប្រទានមិនមកទេមិនចូលចិត្តម៉ែឲ្យធ្វើបន់អានឹងឲ្យដែលវាបែកគ្នាអនាគតទៅម៉ែហ្នឹងទៅមានកូនផ្សេងអ្នកចិត្តបន់ឯកូនដែលមិនចូលចិត្តម៉ែឲ្យធ្វើបន់ហ្នឹងបានឲ្យទៅកើតចំអាម៉ែមិនចេះធ្វើបន់ហ្នឹងតែហ្មងអង្គុយទៅវាយវងគ្នាហ្នឹងហើយមួយថ្ងៃហ្នឹងអត់សូវខ្វល់រឿងបន់រឿងទៀនស្រួលកើតមកគេយកទៅដាក់ធុងសម្រាមតែហ្មងបើបានម៉ែអ្នកចិត្តបន់មិនចង់បានចង់ទាញរោម៉ែអ្នកអត់បន់បានល្មមជាតិក្រោយទៅកើតចំម៉ែមិនចេះធ្វើបន់ហ្នឹងហើយចឹងបាននន្តយៈសិទ្ធិមិញនន្តយៈបាសក់មិញហ្នឹងខ្ញុំមើលឃើញបែកគ្នាដែរប្តីប្រពន្ធបែកគ្នាហើយណាអាហ្នឹងដោយសារមួយធ្វើមួយមិនធ្វើអ្នកកសាងសាលានឹងមួយទៀតដែលល្បីប្រអិនយើងហ្នឹងណាកាលនៅជាមេខៈមាននុបធ្វើផ្លូវទៅអ្នកគេមន្ត្រីរាជការគេចង់យកមុខយកមាត់ដែរគេថាណែមិនបាច់ធ្វើទេយកលុយមកឲ្យអញមកចាំអញអ្នកធ្វើខ្ញុំចង់ធ្វើដើម្បីប្រជាជនមានប្រយោជន៍ធ្វើដំណើរឯងមកឲ្យអញទៅទូស្ដាច់ទៅដល់ទៅប្រាប់ស្ដាច់ព្រះអង្គពួកមកក្រុមនឹងក្បត់ដែរធ្វើផ្លូវមកវាយទៅដើមរាជពីព្រះអង្គស្ដាច់ថាអញ្ចឹងណាយកតម្រៃទៅឲ្យព្រិចវាឲ្យស្លាប់ឲ្យអស់ប្រឡែងតម្រៃមកតម្រៃអត់ព្រិចមកលឹកជង្គង់ថ្វាយអង្គមអ្នកទាំងអស់គ្នាហ្នឹងតែថាហេតុអស់ចាមិនវាបានជាតម្រៃមិនព្រិចបានមកសួរនាំថាខ្ញុំគ្មានបំណងចង់ទៅដើមរាជព្រះអង្គទេចង់ធ្វើផ្លូវឲ្យប្រជាជនធ្វើដំណើរស្រួលអញ្ចឹងស្ដេចថាគេធ្វើជួយសង្គមជួយជាតិទៅឲ្យគេធ្វើទៅបំបោបងមន្ត្រីធំនឹងមួយចេញចោលដកតំណែងលេងឲ្យធ្វើការងារបកាយចំណែនគេដកចេញទៅហើយក៏ឲ្យប្រជាជននឹងធ្វើដល់តែធ្វើបានសាលានឹងរួចហើយអានេះធ្វើបានផ្លូវរួចហើយធ្វើសាលាយើងធ្វើតែប្រុសគ្នាយើងបានហើយកុំឲ្យស្រីចូលហើយតានឹងមានប្រពន្ធ4មកខៈមាននប់ហ្នឹងប្រពន្ធមួយឆ្លាតអញបើមិនបានធ្វើបន់ជាមួយប្តីទេជាតិក្រោយប្តីទៅមានប្រពន្ធផ្សេងបែកអញធ្វើឲ្យតោះឡាបានទៅស៊ីស៊ូជាមួយជាងដាក់ហោជាងមកផ្ទះឲ្យលើណោបានហោជាងមកផ្ទះដាក់ឈ្មោះខ្លួនឯងនៅនំទៀតប្រពន្ធមួយទៀតនឹកថាអូគេបានធ្វើបន់ជាមួយប្តីគេជួបគ្នាបើអញ្ចឹងអញធ្វើដែរអញដាក់ដើមឈើពេលគេមកគេជ្រកដើមឈើអញក៏បានបន់ដែរប៉ាន់ថាចង់មកកើតអត់ចង់
bởi chóng căn sal pram thì ngày nâng tới cung ta bàn màu ấy do cốc nâng màu bờ lên vinh ở căn sal pram cốc nâng không căn sal pram tầng cốc nâng nằm mong nhôm slap bị cốc từ cao côn nê smon năng căn sal pram tiết phật bị nê smon năng từ cao côn là sol căn sal tiết trong cõi ban tới bàn đúng không ạ ngày bình của mông tới là sol cái bậc cá oi cùng rong cá bọc tới rồi sol cầm lót oi sol nam môi cầm lót bọc oi tới bà ăn chọc máu đi mất thua sol cái cha hai cho tụi mong chuông kia đây niềng năng mình bọc oi sol cầm lót tới bọc cùng rong cá oi sol cái cha cái hùi kêu thằng hòa phơi sờ lạnh đây ấy cha chừng chị ta luôn ai tiên sol cầm lót mà còn mình bọc oi tới bọc oi sol cái cha chẳng tới phép ta bà ăn lược niềng năng po hoặc tới lư mấy srek mà tha chăm ta sol cái cha ta bà ăn smart